Hello សួស្តីបងប្អូនគ្នាមកជួបគ្នាក្នុង vlog ថ្មីទៀតហើយនេះគឺជាវីដេអូពេលល្ងាចដែលយើងទៅដើរលេងនៅ Sky Bar មួយកន្លែងនៅទីក្រុងភ្នំពេញហ្នឹងណានិយាយទៅគឺអត់មានគោលដៅមានកម្រងអីទេគឺថាត្រូវចង់ទៅគឺទៅតែម្ដងហើយកុំនិយាយថាធ្វើតែអត់មានកម្រងទៅដើរលេងសូម្បីតែកម្រងថតវីដេអូហ្នឹងគឺក៏អត់មានដែរអញ្ចឹងហើយអត់ទៅបានថតទេហើយនេះគឺជាវីដេអូត្រួសៗពេលដែលខ្ញុំបានមកដល់ដំបូងអញ្ចឹងពេលដែលយើងឡើងមកដល់លើគឺមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងមែនតើបងប្អូនអាចមើលបានថានៅលើហ្នឹងគឺមានអីគេខ្លះអញ្ចឹងណានេះគឺឡើងមកដល់ជាន់ទី48ណាបងប្អូនទាំងគ្នាគឺថាខ្ពស់ខ្លាំងមែនតើហ្មងហើយកន្លែងនេះដែរគឺគេដាក់ថាឡាវីដា Sky Bar ឡាវីដានៅអាគារ Morgan យើងនៅខោពេជ្រហ្នឹងហើយឥឡូវហ្នឹងយើងកុំអាតន់មើលកន្លែងយើងអង្គុយយើងក៏មកមើលកន្លែង view នៅខាងក្រោមសិនណានិយាយទៅកន្លែងនេះគឺពេលដែលយើងឡើងមកដល់ភ្លាមគឺថាតាក់ភ្នែកដល់អារម្មណ៍ហ្មងគឺមកដល់កន្លែងហ្នឹងគឺត្រូវតែថតរូបហ្មងគឺជាហេតុដូចទេដោយសារស្អាតខ្លាំងណាស់បងប្អូនទាំងគ្នានិយាយទៅយើងថតក្នុងវីដេអូអញ្ចឹងមើលអត់សូវឃើញស្អាតអីហ្មងប៉ុន្តែពេលដែលយើងមើលតភ្នែកមានអារម្មណ៍ថាស្រឡះភ្នែកហើយស្រស់ស្រាយសាហាវហ្មងនិយាយទៅដំបូងពេលដែលអត់បានមកមានអារម្មណ៍ថាចង់មកទេពេលយើងខ្ជិលអញ្ចឹងណាដល់ពេលមកដល់ហើយម៉ែអើយនិយាយទៅគឺថាស្អាតខ្លាំងមែនតើហ្មងទេសភាពគឺធ្វើឲ្យយើងស្រស់ស្រាយអារម្មណ៍ខ្លាំងណាហើយយើងមើលពីលើមកគឺឃើញពលឺភ្លើងដូចយើងនៅស្រុកគេអញ្ចឹងប៉ុន្តែនៅខ្មែរយើងទេហើយទេសភាពឡងស្អាតខ្លាំងណាស់បងប្អូនអើយដូចនៅឋានសួគ៌អញ្ចឹងហើយជារបស់ខ្ញុំណាបើសិនជាយើងរស់នៅទីក្រុងភ្នំពេញស្រាប់ចេះទៀតយើងគួរតែឆ្លៀតពេលវេលាមកលេង Sky Bar មិនថានៅហ្នឹងឬក៏ Sky Bar នៅណាទេយើងគួរតែឆ្លៀតទៅលេងឲ្យបានម្ដងព្រោះថាពេលដែលយើងបានឡើងទៅលើទីខ្ពស់អីពេលយប់អីចឹងទៅយើងមានអារម្មណ៍ថាស្រស់ស្រាយហើយយើងអត់ទៅ stress ទេយើងឃើញអីប្លែកៗចឹងណាហើយក៏មកហូបអីក៏វាមិនសូវជាថ្លៃអីណាស់ណាដែរតម្លៃគេរៀងសមរម្យអីទេបងប្អូនទាំងគ្នាគាត់ថាយូរយើងមកលេងម្ដងចឹងយើងចង់ញ៉ាំអីយើងញ៉ាំទៅយើងចាប់ទុកតែយើងសាកថ្មជីវិតឲ្យខ្លួនឯងយូរម្ដងចឹងណានិយាយទៅ admin ក៏មិនជាអ្នកមានអីដែរពេលទៅដល់កន្លែងណាអីចេះតែគិតគូរច្រើនជាពិសេសរឿងលុយរឿងកាក់ហ្នឹងតែហ្មងប៉ុន្តែពេលខ្លះគិតសក់ទៅជីវិតយើងគឺខ្លីបងប្អូនទាំងគ្នាបើយើងអាចយើងគួរតែដើរស្គាល់កន្លែងថ្មីៗបានច្រើនដើម្បីឲ្យជីវិតយើងវាថារស់នៅរឿងមានអត្ថន័យអីបន្តិចចឹងណាព្រោះថ្ងៃមួយក្រោយយើងមិនឃើញទេតែយើងរស់នៅបានមួយឆ្នាំទៀតហើយទៅយើងកុំរវល់តរត់តាមលុយមកពេកក៏វាកាត់ដែរយើងគិតរឿងក្តីសុខផ្លូវចិត្តរបស់យើងដែរចឹងហើយឥឡូវហ្នឹងគឺយើងឡើងទៅមើលខាងលើទាំងអស់គ្នានេះឥឡូវគឺយើងបានមកដល់កន្លែងតុបាយហើយគឺខ្ញុំមកលក្ខណៈជុំគ្រួសារអីចឹងមានក្មេងមានអីចឹងដែរអីចឹងទៅហើយនៅគេរំនិយាយទៅគេសប្បាយចិត្តគេបានឃើញភ្លើងពណ៌ភ្លើងអីស្អាតគេសប្បាយគេរំអត់ឈប់ទេនេះហើយបន្ទាប់ពីយើងបានញ៉ាំបាយញ៉ាំអីឆ្អែតហើយអង្គុយលេងនៅស្ទុះហើយខ្ញុំក៏ចាប់ផ្ដើមទៅរកកន្លែងថតរូបសិនដើរមើលជុំវិញហ្នឹងអីចឹងណាហើយចាំមើលតិចទៀតខ្ញុំថតជុំវិញហ្នឹងឲ្យមើលទាំងអស់គ្នាហើយនឹងនាំទៅមើលកន្លែងស្ពានកញ្ចក់នេះបងប្អូនទាំងគ្នានេះគឺនៅកន្លែងកណ្ដាលគេដាក់កន្លែងយើងគោញ៉ាំអីហើយយើងមើលពីលើមកពេលដែលយើងថត view ពីលើមកគឺវាឃើញស្អាតបែបនេះចាកន្លែងយើងញ៉ាំហ្នឹងដូចលក្ខណៈគេធ្វើដូចក្រដប់ឡើងលើតិច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 អញ្ចឹងដូចជាដាវអញ្ចឹងវារឿងគូឡើងទៅខ្ញុំអង្គុយកណ្ដាលនេះអង្គុយកណ្ដាលហ្នឹងវាខ្ពស់ជាងគេអញ្ចឹងទៅយើងឃើញ view ច្បាស់អញ្ចឹងហើយឥឡូវហ្នឹងយើងក៏មកអង្គុយខ្ញុំនាំទៅមើលស្ពានកញ្ចក់ទាំងអស់គ្នានេះកន្លែងនេះគឺកន្លែងគេធ្វើកញ្ចក់សុទ្ធហ្មងឲ្យយើងដើរហើយឲ្យយើងថតរូបអញ្ចឹងទៅហើយអ្នកមកហ្នឹងគឺភាគច្រើនគឺគេតែងតែមកថតកន្លែងកញ្ចក់ហ្នឹងឯងនេះគឺជាទស្សនវិជ្ជាជុំវិញនៅកន្លែងកញ្ចក់ហ្នឹងតែម្ដងនិយាយទៅស្រីវដែរហ្នឹងពេលដែលខ្ញុំឡើងថតរូបខ្ញុំភ្លេចភ័យបាត់ហើយប៉ុន្តែពេលដែលយើងងាកទៅក្រុមឡើងភ្ញាក់មកហើយឡើងស្រីវជើងខ្លាំងមែនតើហើយ Sky Bar នេះដែរគឺបើតាមចិត្ត admin ហ្មងគឺណែនាំឲ្យមកលក្ខណៈគូស្នេហ៍អីត្រូវមិនហ្មងនិយាយទៅគឺ sweet សាហាវបងប្អូននេះដោយសារ admin នៅ single ចឹងហើយរឿងឯកាអញ្ចឹងណាចឹងហើយអត់ទៅសុបាយគេទេដោយសារយើងឯកាពេកមែនអត់មានជើងខែបងប្អូនអរគ្នាមើលឃើញទេនិយាយទៅទេសភាពគឺថារ៉ូមែនទិកសាហាវហ្មងបើមិនសុំរៀបការសុំអីទៀតអូញាក់ហ្មងប៉ុន្តែថ្ងៃហ្នឹងអីពេញមកហ្នឹងគឺមកធ្វើគូកណាត់ច្រើនអ្នកដែរមកផ្លែទៅចាក់រឿងគូកណាត់ចង់10ដងហើយនិយាយទៅគឺមកហ្នឹងគឺគេអត់ខាតទេគឺគេតតែមានកម្មវិធីអីចឹងបានគេមកដែរអញ្ចឹងណាប៉ុន្តែបើអត់មានគឺមានកម្មវិធីទេសុខគេប្រមូលមកទៅក៏មកតែហ្មងទៅមានកម្រោះអីទេហើយក៏បានសុបាយផ្លែកភ្នែកគេដែរអញ្ចឹងទៅហ្នឹងហើយឥឡូវហ្នឹងវីដេអូរបស់ admin ក៏បានមកដល់ទីបញ្ចប់ហើយក្នុងវីដេអូនេះដែរ admin ចង់មានសារខ្លីៗមួយប្រាប់អ្នកបងប្អូនអរគ្នាថាបើយើងចូលចកាមកយើងត្រូវរស់នៅឲ្យមានន័យត្រូវផ្ដល់កាដូឲ្យខ្លួនឯងកុំឲ្យយើងនឹង stress ពេក set ពេកពិបាកចិត្តអីពេកវាមានបានអីមកវិញទេអញ្ចឹងហើយពេលទៅនេះយើងឆ្លៀតលើកទឹកចិត្តខ្លួនឯងនាំខ្លួនឯងដើរលេងធ្វើឲ្យសុបាយអីចឹងទៅពួក admin ក៏អត់សុបាយចិត្តដែរពេលយូរចឹងបានដើរលេងម្ដងចឹងទៅក៏វាជួយធូរស្រាលទៅកង្វល់អីដែរចឹងណាហើយកុំនិយាយពាក្យថាចាំនេះចាំមានលុយទៅចាំកាត់អ្នកមានចាំអីចឹងចុះបងប្អូនគេដើរទៅចោលយើងអស់ហើយយើងអង្គុយទៅចាំចឹងដល់ជាតិណាយើងបានមកដើរលេងបានឃើញកន្លែងស្អាតអីសុបាយគេទេផ្លាស់ប្ដូរពីពាក្យថារងចាំតោះយើងចាប់ផ្ដើមធ្វើដើម្បីខ្លួនឯងដើម្បីគេសុខខ្លួនឯងទាំងគ្នាហើយវីដេអូរបស់យើងក៏បានមកដល់ទីបញ្ចប់ហើយបើស្នេហ៍ចូលចិត្តកុំភ្លេចជួយ subscribe channel YouTube អូនម្នាក់មួយផងអរគុណច្រើនបាយបាយ